យើងតើតើឃើញបងប្អូនយើងញ៉ាំជក់ស្ដាយស្វាយរៀងជាមួយនឹងសាច់ជ្រូកលេងទៅបងប្អូនថ្ងៃនេះគឺយើងសាកមកឆ្នៃញ៉ាំជាមួយនឹងមាន់លីងជាមួយនឹងទឹកប្រេងខ្យងស្កាឡប់ពីខាងជីងស៊ូម្ដងណាដោយសារតែខ្ញុំចូលចិត្តឆ្នៃប៉ុន្តែគ្រាន់តែថាយើងឆ្នៃឲ្យប្លែកមែនប៉ុន្តែយើងឆ្នៃអ្វីដែលវាអាចញ៉ាំចូលគ្នាដែរអញ្ចឹងណាបងប្អូនមិនមែនចេះតែឆ្នៃទៅញ៉ាំមកចូលគ្នាអញ្ចឹងឥឡូវយើងមកសាកធ្វើដល់គ្នាដំបូងខ្ញុំច្រាមខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសចូលគ្នាហ្មងណាដើម្បីឲ្យវាលឿនណាបងប្អូនចង់ច្រាមវាដាច់ក៏បានដែរតែខ្ញុំត្រូវឆាវាចូលគ្នាជាមួយទេបន្ទាប់ពីខ្ញុំច្រាមខ្ទឹមច្រាមឲ្យហើយខ្ញុំមកធ្វើជាមួយជក់ស្ដាយជក់ស្ដាយនេះគឺខ្ញុំធ្វើញ៉ាំភ្លាមអញ្ចឹងខ្ញុំមកត្រាំច្បាស់ជាមួយទឹកអំបិលឲ្យវារៀងទន់តិចទៅបន្ទាប់មកយើងមកកូរជាមួយទឹកជ្រក់គឺខ្ញុំដាំទឹកក្តៅអ៊ុនបន្ទាប់មកខ្ញុំប្រើប្រាស់ជាមួយនឹងស្ករត្នោតខ្មែររបស់យើងប្រហែលជាមិត្តភាពទឹកមិញខ្ញុំស្មានទេបងប្អូនវាប្រហែលជាกระดาษកដុងហ្នឹងវាចូលចិត្តកន្លះលីត្របន្ទាប់មកទៀតខ្ញុំដាក់ជាមួយទឹកត្រីជីងស៊ូរបស់យើងហ្នឹងប្រហែលជា2ស្លាបព្រាទៅបងប្អូនហើយយើងថែមប៊ីចេងថែមអីតិចទៅបើសិនជាបងប្អូនចង់ដាក់ប៊ីចេងក៏បានដែរហើយកុំភ្លេចដាក់អំបិលផងព្រោះនេះយើងយកប្រៃជូរបងប្អូនហើយយើងញ៉ាំជាមួយសាច់របស់យើងគឺលេងទៅប្រៃផ្អែមអញ្ចឹងវាចូលគ្នាហើយមិនហ្នឹងខ្ញុំភ្លក់ទៅវាស្ទើរប្រៃដិតចឹងខ្ញុំថែមទឹកត្រីជីងស៊ូរបស់យើងចូល2ស្លាបព្រាទៅនិយាយទៅគឺល្មមហើយបងប្អូនតោះមកខ្ញុំស្រង់ជាមួយស្ដាយចេញគឺខ្ញុំអត់លាងទឹកទេព្រោះអីខ្ញុំត្រូវការឈុតខ្ញុំវារៀងដិតដែរអញ្ចឹងខ្ញុំស្រង់ទឹកអំបិលហ្នឹងចូលត្រាំហើយខ្ញុំបន្ថែមក្រូចឆ្មាប្រហែលជា2ផ្លែចូលទៀតដើម្បីវាឆាប់ជូរញ៉ាំបានលឿនណាហើយខ្ញុំដាក់ជាមួយនឹងទឹកត្រាំជូររបស់យើងក៏ខ្ញុំមកទុកឲ្យត្រជាក់ដែរខ្ញុំទុកឲ្យវារៀងក្តៅអ៊ុនទៅឲ្យជក់ស្ដាយរបស់យើងគឺវាទន់ហើយយើងដាក់ចូលទូទឹកកកប្រហែលជា1ម៉ោង2ម៉ោងគឺខ្ញុំអាចញ៉ាំបានហើយឥឡូវខ្ញុំមកលាយជាមួយទឹកសោះដើម្បីធ្វើមាន់ឆាប្រេងខ្យងរបស់យើងម្ដងដែលខ្ញុំប្រើប្រាស់ជាមួយនឹងប្រេងខ្យងស្កាឡប់ពីខាងជីងស៊ូដែលបើកបោកមកឈ្ងុយមែនតើបងប្អូននិយាយទៅប្រេងខ្យងនេះចម្រាញ់ចេញពី oyster និងក្រុមស្កាឡប់ដែលនាំចូលមកពីប្រទេសជប៉ុនណាហើយជួយបង្កើនរសជាតិម្ហូបអាហាររបស់យើងគឺផ្អែមឆ្ងាញ់ធម្មជាតិដល់ម្ហូបឆាម្ហូបប្រឡាក់សាច់ប្រឡាក់អីយើងបានហ្មងហើយគេយកសិតតែស្កាឡប់ធំស្រស់ល្អនិយាយទៅដូចទឹកដោះគោអញ្ចឹង oyster អីគឺយកមកធ្វើជាមួយនឹងប្រេងខ្យងហ្នឹងបងប្អូនហើយណែនាំដល់ចុងភៅជំនាញហើយ texture របស់គេដូចបងប្អូនឃើញមុននឹងអញ្ចឹងនិយាយទៅគឺខាប់ល្មមពណ៌ភ្លឺរលោងហើយឈ្ងុយហើយបងប្អូនអាចឆ្នៃធ្វើម្ហូបបានច្រើនមុខណាបងប្អូនអាចឆ្នៃធ្វើទឹកសោសដូចខ្ញុំយកទៅឆាយកទៅប្រឡាក់សាច់យកទៅអីបានច្រើនមុខមែនតើជៀនអីក៏បានដែរណាបងប្អូនហើយប្រេងខ្យងស្កាឡប់របស់ជីងស៊ូមិនត្រឹមតែបង្កើនរសជាតិម្ហូបអាហាររបស់យើងឲ្យកាន់តែឆ្ងាញ់ទេណាគឺថែមទាំងឲ្យ texture មានពណ៌ភ្លឺរលោងស្អាតដល់សាច់របស់យើងទៀតណាបងប្អូនចឹងឥឡូវខ្ញុំលាយទឹកសោសហើយខ្ញុំក៏មកបំពងសាច់មាន់មកស្គប់សិនឲ្យវារៀងក្រៀមបន្តិចមុននឹងខ្ញុំយកទៅឆាសាច់មាន់នេះគឺខ្ញុំប្រើមាន់3សាបបងប្អូនចូលចិត្តញ៉ាំមាន់ខ្មែររៀងស្វិតតិចក៏តំណងដែរក៏ឆ្ងាញ់ដែរហើយខ្ញុំលាយគ្រឿងក្នុងចូលមានកោសមានថ្លើមមានបេះដូងមានអីចូលគ្នាហ្មងណាអូយទៅគឺឈ្ងុយមែនតើបងប្អូនយើងបំពងវារៀងក្រៀមតិចមកចាំយើងយកទៅឆាជាមួយនឹងគ្រឿងទឹកសោសដែលយើងបានលាយមិញណាអញ្ចឹងឥឡូវខ្ញុំបំពងហើយក៏ខ្ញុំដាក់ឆាគឺខ្ញុំដាក់ឆាជាមួយនឹងខ្ទឹមសខ្ទឹមក្រហមម្ទេសដែលខ្ញុំបានច្រាមមិញហ្នឹងបងប្អូនចេះញ៉ាំហឹរបាច់ដាក់ដូចខ្ញុំក៏បានដែរតែបងប្អូនចូលចិត្តញ៉ាំហឹរដាក់ឲ្យច្រើនទៅបន្ទាប់មកយើងដាក់ទឹកសោសរបស់យើងដាក់ចូលមកល្មមមើលសាច់របស់យើងណាបើសិនជាស្ទើរចាំយើងថែមតាមក្រោយពេលដែលយើងលាយទឹកសោសចឹងទៅគឺវាស្រួលបងប្អូនគឺដឹងតែមាន់របស់យើងគឺចូលជាតិបានល្អហ្មងហើយបើសិនជាបងប្អូនចង់ញ៉ាំរៀងស្ងួតបាច់ថែមទឹកចូលទៀតទេព្រោះវាឆ្ងាញ់តែបើសិនជាបងប្អូនចង់ញ៉ាំរៀងទឹកដូចស្រូបបាយឲ្យកូនទូចអីបងប្អូនអាចថែមទឹកពីលើនឹងតិចក៏បានដែរហើយតែយើងអាចឆ្នៃបានអញ្ចឹងណាឡូធ្វើឲ្យឈ្ងុយឡើងពេញខុនដូបងប្អូនហើយខ្ញុំថែមជាមួយនឹងខ្ទឹមខ្យល់ចូលតិចមកហើយជ្រក់របស់ខ្ញុំក៏វាចូលជាតិបានល្អប្រហែល1ម៉ោង2ម៉ោងហើយណាអូយកចេញមកគឺតំណមែនតែបាច់លាយគ្រឿងឲ្យថែមទៀតបងប្អូននិយាយទៅគឺឆ្ងាញ់ហ្មងយើងភ្លក់ទឹកជ្រក់របស់យើងឆ្ងាញ់ទៅឆ្ងាញ់ហើយបងប្អូនអាចបន្ថែមជាមួយនឹងទឹកម្ទេសជីងស៊ូទៅលើសាច់មាន់របស់យើងឲ្យកាន់តែតំណទៀតក៏បានដែរតែយើងដាក់មកល្មមទៅបានរបស់យើងដែលលាយខ្ញុំមិញហ្នឹងក៏អាចយកទៅធ្វើម្ហូបឆ្នៃផ្សេងៗទៀតប្រឡាក់សាច់ប្រឡាក់អីក៏បានដែរណានិយាយទៅមានតែប្រេងខ្យងស្កាឡប់របស់ជីងស៊ូតែមួយនៅក្នុងផ្ទះបងប្អូនអាចឆ្នៃម្ហូបបានច្រើនមុខមែនតើសំខាន់មានរសជាតិឈ្ងុយឆ្ងាញ់ហើយធ្វើឲ្យម្ហូបរបស់យើងមានពណ៌មានអីស្អាតទៀតហើយសទឹកសោសបងប្អូនអាចយកទៅឆ្នៃញ៉ាំជៀនមួយទៀតដូចខ្ញុំមកហើយដាក់ជាមួយទឹកសោសហ្នឹងបាក់ភ្លើងមកពុះមកល្មមទៅអូនិយាយទៅគឺនេះរួចបានពេលទៀតហើយต้องបន្ថែមរសជាតិក៏ដូចជាជ្រលក់អីឲ្យឆ្ងាញ់បងប្អូនអាចញ៉ាំជាមួយនឹងទឹកម្ទេសជីងស៊ូបន្ថែមទៀតក៏បានដែរតែទឹកម្ទេសគឺនឹងមានរសជាតិហឹរជូរប្រៃផ្អែមនិយាយទៅញ៉ាំធ្វើជ្រលក់អីក៏ត្រូវអញ្ចឹងណាបងប្អូនអញ្ចឹងបើខ្ញុំរីកមិនឲ្យបងប្អូនមានទាំងប្រេងខ្យងស្កាឡប់របស់ជីងស៊ូជាមួយនឹងទឹកម្ទេសជីងស៊ូនៅផ្ទះតែ2មុខហ្នឹងបងប្អូនអើយឆ្នៃម្ហូបបានច្រើនមុខណាធ្វើមុខម្ហូបរបស់យើងគឺឈ្ងុយឆ្ងាញ់ក្លិនហើយក៏ដូចជារូបរាងពណ៌អីគឺអាឡូងស្អាតហ្មងអញ្ចឹងចង់ដល់ព័ត៌មានថែមបងប្អូនអាចឆាតចូលទៅ page ជីងស៊ូកម្ពុជាបានអញ្ចឹងជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត